សួស្តីបងប្អូនទាំងអស់គ្នាបាទដែលតែងតែនិយមស្ដាប់និងតាមដាននៅ Channel YouTube របស់ខ្ញុំហើយថ្ងៃនេះខ្ញុំមានចំណេះដឹងចែករំលែកថ្មីមួយទៀតហើយអំពីការព្យាបាលជំងឺក្រពះបាទការឈឺក្រពះហ្នឹងគឺវាជាបញ្ហាចម្បងសំខាន់ជាងគេនៅលើមនុស្សជាតិយើងនៅក្នុងក៏ដូចជាប្រទេសយើងផងដែរបាទគឺជាជំងឺមួយដ៏កាចសាហាវហើយគឺជាជំងឺដែលកើតមិនរើសមកតែម្ដងបាទអ្នកណាក៏កើតដែរឥឡូវគឺសឹងតែគ្រប់គ្នាតែម្ដងបញ្ហាឈឺក្រពះហ្នឹងវាមានបញ្ហាច្រើនដូចតែយើងបានធ្លាប់ដឹងពីគ្រូពេទ្យខ្លះក៏បានប្រាប់ដែរហើយខ្ញុំនឹងលម្អិតថែមបន្តិចទៀតនៅចំណេះដឹងបន្ថែមគឺទី1ហ្នឹងអាចបណ្ដាលមកពីការញ៉ាំបរិភោគសូរ៉ាបាទសូរ៉ាហើយនឹងគ្រឿងស្រវឹងគ្រឿងកំប៉ុងដូចជាគ្រឿងមិនថាគ្រឿងកំប៉ុងនិយាយទេបាទគឺដូចជាទឹកភេសជ្ជៈអីដែលភេសជ្ជៈបើកម្លាំងដូចជាភេសជ្ជៈផ្សេងដែលយើងបរិភោគរាល់ថ្ងៃហ្នឹងវាមិនត្រឹមតែបង្កឲ្យមានជំងឺលើសជាស្ករឬក៏ទឹកនោមផ្អែមទេវាអាចនឹងបង្កឲ្យមានជំងឺឈឺក្រពះផងដែរបាទព្រោះសារជាតិគីមីនៅក្នុងគ្រឿងកំប៉ុងហ្នឹងវាបណ្ដាលឲ្យមានបញ្ហាក្រពះដែរហើយវាផ្សំគ្នាច្រើនហើយមួយទៀតហ្នឹងគឺបញ្ហាយើង stress បាទអាហ្នឹងគឺជួបច្រើនមែនតើទៅលើយុវជនរបស់យើងជាពិសេសក្មេងៗដែលគាត់កំពុងនៅក្នុងវ័យសិក្សាហ្នឹងគឺបញ្ហាក្រពះហ្នឹងគឺអាចកើតឡើងក្នុងកំឡុងពេលគាត់សិក្សានឹងតែម្ដងប៉ុន្តែរោគសញ្ញាហ្នឹងវាមិនទាន់ជាធំដុំទេដល់ពេលដែលគាត់បញ្ចប់ការសិក្សាឬក៏ទៅចេញធ្វើការងារអីទៅជួបនៅការងារលំបាកដូចជាបញ្ហាតានតឹងក្នុងកន្លែងការងារអញ្ចឹងឬក៏បញ្ហាតានតឹងក្នុងគ្រួសារផ្សំផ្គុំទៀតបូករួមនឹងចំណីអាហារមិនល្អទៀតធ្វើឲ្យមានជំងឺក្រពះហ្នឹងរើកាន់តែខ្លាំងអញ្ចឹងភាគច្រើនយុវជនយើងដែលកើតក្រពះធ្ងន់ធ្ងរភាគច្រើនគឺគាត់ដែលក្នុងវ័យដែលគាត់ចេញរកស៊ីឬក៏ធ្វើការហ្នឹងតែម្ដងគឺបញ្ហាស្មុគស្មាញច្រើនមានទាំងបញ្ហាសតិអារម្មណ៍បញ្ហាផ្លូវចិត្តបញ្ហាចំណីអាហារបញ្ហារាងកាយបាទនឹងគឺផ្សំគ្នាឡើងមកគឺធ្វើឲ្យមេរោគហ្នឹងជំងឺរបស់យើងហ្នឹងកាន់តែវិវត្តលឿនហើយខ្ញុំនឹងចែករំលែកនៅរូបមន្តមួយរូបមន្តដែលជាឱសថខ្មែរយើងតែងតែគ្រប់គ្នានឹងអនុវត្តទៅវាមានសុខភាពហើយអាចជួយកាត់បន្ថយការឈឺក្រពះផងដែររូបមន្តហ្នឹងគឺវាសាមញ្ញទេគឺយើងអាចយកផ្លែដូងបាទផ្លែដូងខ្ចីបងប្អូនផ្លែដូងខ្ចីឬក៏រៀងចាស់តិចតែកុំចាស់ចាស់សាច់រឹងខ្លាំងយ៉ាសាច់រៀងទន់ល្មមដែលយើងអាចបរិភោគបានណាឬក៏ដូងខ្ចីលក្ខណៈយើងដាច់ឆ្កែទន់ហ្នឹងបើបានដូងភ្លើងរឹតតែល្អដូងក្រហមបងប្អូនដូងភ្លើងអាហ្នឹងគេហៅដូងភ្លើងដូងក្រហមហ្នឹងយើងយកដូងហ្នឹងមកយកមកពុះវាឲ្យចេញទឹកមកហើយយើងកុំចាក់ចេញណាយើងកុំចាក់ទឹកដូងនឹងចេញពីផ្លែដូងយើងពុះវាឲ្យមានប្រហោងយើងធំតិចមករង្វង់ប៉ុនពីថ្មដៃហ្នឹងបាទមុនដែលយើងយកមកដាក់ទៅយោអីបឺតបានអញ្ចឹងតែចឹងទៅមានផ្លែចេកខ្ចីមួយទៀតអញ្ចឹងគឺមានដូងហើយនឹងចេកខ្ចីហ្នឹងបងប្អូនអាចយកអាចេកខ្ចីល្មមអាខ្ចីលក្ខណៈមិនតាន់មូលនេះមូលផ្លែបើថាយើងមូលផ្លែអាហ្នឹងមូលផ្លែល្មូលហើយអាហ្នឹងវារៀងចាស់ហើយរឿងចាំចូលទៅចិត្តទុំបើតែខ្ចីហ្នឹងវាឆុងវាមានស្នាមធុតឆុងអញ្ចឹងវាអត់ទាន់ចាស់ខ្លាំងទេវាចាស់ល្មមវាខ្ចីល្មមអាហ្នឹងយើងយកមកចិតខ្ចីហ្នឹងដូងផ្លែខ្ចីផ្លែចេកខ្ចីនិងដូងខ្ចីហ្នឹងយើងយកមកស្និតមកទុកគ្រាន់យើងចិតញ៉ាំជាមួយទឹកដូងគឺយើងពុះដូងនឹងហើយយើងចាក់ទឹកនឹងចេញបន្តិចមកទឹកដូងនឹងយើងចាក់ដាក់កែវបន្តិចមកឲ្យវារៀងសល់អាទំហំផ្លែដូងយើងគ្រាន់ញាត់ផ្លែចេកចូលណាអញ្ចឹងយើងចាក់វាចេញបន្តិចមកចាក់ដាក់កែវអញ្ចឹងទៅយើងទុកផឹកទៀតក៏បានដែរហើយយើងចិតផ្លែចេកហ្នឹងចិតចំណិតស្ដើងហ្នឹងហើយយើងយកវាទៅញាត់ចូលទៅក្នុងផ្លែដូងគឺចំនួន2ផ្លែបាទដាក់2ផ្លែទៅយើងបាត់ធំ
2 ផ្លែបើយើងទូយើងអាចដាក់ 3 ផ្លែដាក់ចូលទៅហើយត្រាំវាជាមួយគ្នាមួយទឹកដូងត្រាំវាផាជា10 ទៅ 15 នាទីបាទគឺដើម្បីឲ្យចេញជ័រជាតិចេកហ្នឹងលាយជាមួយនឹងទឹកដូងបាទចឹងហើយគឺបងប្អូនអាចយកទៅយកបឺតឬក៏ចាក់ដាក់កែវក៏បានបងប្អូនតាមចិត្តបងប្អូនដែលស្រួលបងប្អូនបឺតឲ្យអស់ទៅផ្លែដូងហ្នឹងមួយចេកហ្នឹងបើបងប្អូនអាចពិសាទាំងផ្លែចេកទាំងទៀតក៏ល្អគឺយើងពិសាទាំងទឹកដូងនិងផ្លែចេកហ្នឹងក៏បានដែរប៉ុន្តែបើបងប្អូនថាគឺថាផឹកទឹកដូងហើយវាឆ្អែតចឹងហើយបងប្អូនអាចញ៉ាំចូលទៀតចឹងក៏បានដែរបងប្អូនត្រឹមតែផឹកទឹកនឹងជាមួយចេកនឹងបានហើយធ្វើបែបហ្នឹងគឺរាល់ព្រឹកណាបងប្អូនព្រលឹមឡើងដែលមិនទាន់បានញ៉ាំអីបងប្អូនភ្ញាក់ឡើងចឹងភ្ញាក់ពីដំណេកចឹងមកបងប្អូនធ្វើនឹងផឹករាល់ព្រឹកទៅហើយនឹងរយៈពេល7 ថ្ងៃមួយអាទិត្យទៅមួយខែអញ្ចឹងទៅបើតាមជំងឺយើងតាមការរ៉ាក់រោគជំងឺកាពះយើងនឹងវាធ្ងន់ធ្ងរឬក៏ធូរស្រាលអញ្ចឹងយើងអាចប្រើវារយៈពេលយូរបើធ្ងន់អញ្ចឹងបើថាយើងឈឺយើងល្មមទេយើងប្រើរយៈពេលខ្លីប៉ុន្តែបងប្អូនញ៉ាំអញ្ចឹងរាល់ព្រឹកក៏មិនប៉ះពាល់អីដែរគឺជំនួយកាពះទៀតផងជួយឲ្យកាពះយើងនឹងដើរស្រួលបត់ជើងមកល្អហើយរំលាយអាហារបានស្រួលទៀតផងណាមួយទឹកដូងបងប្អូនអាចពិសារាល់ថ្ងៃក៏បានដែរពិសារាល់ថ្ងៃមិនដាក់ចេកក៏បានអាហ្នឹងចំពោះអ្នកដែលមិនទាន់ឈឺកាពះឬក៏ឈឺកាពះហើយប៉ុន្តែអាចធ្វើអាហ្នឹងផឹកពេលព្រឹកម្ដងហើយនឹងអាចផឹកទឹកដូងនឹងពេលថ្ងៃត្រង់ពេលម៉ោង10ទៅម៉ោង3ល្ងាចអញ្ចឹងណាយើងអាចញ៉ាំពេលហ្នឹងបានទៀតបើបងប្អូនអាចញ៉ាំចង់ញ៉ាំបានទៀតញ៉ាំទឹកដូងណាទឹកដូងមិនដាក់ផ្លែចេកទេតែពេលដាក់ផ្លែចេកគឺដាក់ពេលព្រឹកព្រលឹមហ្នឹងមិនទាន់ញ៉ាំអីហ្នឹងបងប្អូនភ្ញាក់ព្រលឹមឡើងអល់ហ្នឹងបងធ្វើញ៉ាំទៅបើបងប្អូនពិបាករកដូងណាបងប្អូនអាចទិញ 4-10 ផ្លែអញ្ចឹងទៅទុកព្រលឹមឡើងព្រោះព្រលឹមឡើងបងប្អូនអាចនឹងថាព្រឹកពេលអញ្ចឹងទៅទិញគេអត់ទាន់មានបើកលក់អញ្ចឹងបងប្អូនអាចទិញទុកពីល្ងាចឲ្យហើយចាំព្រលឹមឡើងភ្ញាក់ឡើងយើងអាចមាននៅក្នុងផ្ទះយើងធ្វើញ៉ាំតែម្ដងគឺធ្វើបែបនេះទៅជារឿយៗបងប្អូននឹងមានអារម្មណ៍ធូរអញ្ចឹងណាធូរកាពះធូរអីអញ្ចឹងតែបងប្អូនអាចប្រើថ្នាំឱសថពេទ្យផ្សំក៏បានផ្សំបើបងប្អូនមានអាការៈធ្ងន់ណានិយាយថាដូចវាយើងប្រើវិធីសាស្ត្របែបប្រពៃណីបែបបុរាណហ្នឹងវាជួយបានសឹមវាមិនលឿនទេវាមិនលឿនដូចថ្នាំពេទ្យទេបើបងប្អូនមានអាការៈចង្អោរចង់ក្បួតឬក៏ចុកអីខ្លាំងអញ្ចឹងបងប្អូនអាចប្រើថ្នាំបឺតអីចឹងទៅបងប្អូនអាចទុកដើម្បីកុំឲ្យវាឈឺចាប់ខ្លាំងអញ្ចឹងបងប្អូនអាចប្រើអញ្ចឹងទុកហើយនឹងការប្រើរូបមន្តដែលខ្ញុំបានចែកចំណែកនេះបន្ថែមទៅលើទៀតដើម្បីជួយអាការវិវត្តនៃការព្យាបាលហ្នឹងវាកាន់តែលឿនអញ្ចឹងណាបាទសូមអរគុណបងប្អូនការចែកចំណែកគឺអស់តែប៉ុណ្ណេះសូមអរគុណ